ជំរាបសួរបងប្អូនទាំងអស់គ្នាចាបែកគ្នាយូរហើយជាមួយនឹងដំណើរកំសាន្តលក្ខណៈគ្រួសាររបស់ Charlie ចាអញ្ចឹងថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាជាមួយនឹងដំណើរកំសាន្តនៅចិត្តទីកោះឫស្សីទាំងអស់គ្នាចាចង់ដឹងថាដំណើរកំសាន្តមួយនេះគឺមាន activity អីខ្លះហើយបន្ទប់ស្នាក់នៅស្អាតកម្រិតណានិងទីតាំងស្អាតប៉ុណ្ណាអាចទស្សនាជាមួយនឹងវីដេអូនេះទាំងអស់គ្នានេះណែបងប្អូនសូមមកបង្ហាញនៅទស្សនវិជ្ជាបរិយាកាសនៅក្នុងចិត្តទីកោះឫស្សី พี่จองเก